បើយើងធៀបទៅ brand ផ្សេងយកតម្លៃ MG D60 ទៅទិញអ្វីដែលមាននៅក្នុង D60 ហ្នឹងអត់បានទេយើងត្រូវចំណាយយ៉ាងហោចណាស់លើសពីការចំណាយ 30% ទើបយើងបានអាកញ្ចប់ដែលខ្ញុំនិយាយបាត់មិញបាទឈ្មោះរាជពុទ្ធកសលហើយជាអ្នកធ្វើការផងរកស៊ីខ្លះផងខ្ញុំមានគ្រួសារធំដែរមានពុកម្ដាយខ្ញុំហើយនិងគ្រួសារតូចខ្ញុំគ្នា5នាក់ទាំងអស់សរុប7នាក់កាលពីមុនខ្ញុំប្រើប្រាស់ឡាន5កៅអីប៉ុន្តែដោយសារសមាជិកច្រើនទៅណាមកណាតត្រូវការឡានយ៉ាងតិច2នេះហើយខ្ញុំក៏គិតពិចារណាថាបើសិនជារឡានមួយយើងទលាយមិនចាំបាច់ត្រូវការឡាន2យើងយកឡានមួយជួយសន្សំចៃដែរហើយក៏ជំរុញឲ្យខ្ញុំចាប់ផ្ដើមមើលឡានណាដែលទលាយខាងក្នុងកៅអី7ហើយជាការជំរុញឲ្យខ្ញុំចាប់ផ្ដើមរកមើលដំបូងសាក់លបងឯងយើងព្យាយាមមើលគ្រប់ប៉ុន្តែពេលដែលចូលទៅដល់ MG ដូចតាក់ទាញចិត្តអ្នកលក់គាត់ស្វាគមន៍យើងក៏ក្តៅមែនតើហើយមានឡានសម្រាប់ឲ្យយើងមើលច្រើនជំរឿសនេះហើយជំរឿសចុងក្រោយ MG D60 ទលាយដូចអីដែលយើងចង់បានពេលសាក D60 ហ្នឹងវាមានអារម្មណ៍ថាសុខភាពទាំងប្រពន្ធខ្ញុំក៏យើងសាកឡាន1 2 3ហើយដល់ពេលឡានទី4នេះមានផាសុខភាពទាំងការអង្គុយទាំងនៅលើផ្លូវរលាក់អញ្ចឹងទៅក៏សម្រាប់ចិត្តថានឹងយក D60 ពេលទៅទទួលឡានដំបូងគេគាត់ណែនាំរបៀបប្រើប្រាស់នៅខាងក្នុងថាតើមានអីគេខ្លះដែលបំពាក់ជាធម្មតាវាទំនើបដែលធ្វើឲ្យយើងនឹងយល់ដឹងអត់អស់ទោះបីទំនើបប៉ុន្តែបុគ្គលិករបស់ MG គាត់បានណែនាំពេញលេញនៅអ្វីដែលជាគ្រឿងបរិក្ខារនៅក្នុងឡានដែលយើងជួបប្រទះមិនអស់អញ្ចឹងគាត់បញ្យល់របៀបប្រើប្រាស់អីផ្សេងរហូតដល់យើងទទួលឡានមកដល់ផ្ទះហើយគាត់នៅតែឆាតសួរយើងថាក៏មានចម្ងល់ហើយពេលដែលខ្ញុំមានបញ្ហាប្រើប្រាស់ខ្ញុំឆាតសួរពេលហ្នឹងពេលយប់ទៀតគិតថាធម្មតាយើងធ្វើការមានម៉ោងធ្វើការនឹងម៉ោងសម្រាប់ប៉ុន្តែបុគ្គលិក MG គាត់ល្អពេលឆាតពេលយប់ហ្នឹងគាត់ឆ្លើយតបឲ្យភ្លាមហ្មងអញ្ចឹងភាពងាយស្រួលក្នុងការប្រើប្រាស់គឺចំណុចហ្នឹងមិនធម្មតាពេលដែលលក់ឲ្យដល់ដៃអតិថិជនហើយគឺពិបាកតាក់ទងគឺអត់ទេគឺកន្លែងហ្នឹងចំណុចពិសេសតាក់ទងការប្រើប្រាស់ពេលដែលខ្ញុំទៅសារទិញអីវ៉ាន់ជាពិសេសចំណតចូលចតមានឡានច្រើនពេលដែលយើងចូលចតយើងមានក្តីបារម្ភថាចូលទៅកាយលោប៉ះពីឡានគេប៉ុន្តែនៅក្នុងឡាន D60 ហ្នឹងមានបំពាក់កាមេរ៉ា360ធ្វើឲ្យយើងមើលឃើញគ្រប់ជ្រុងជាពិសេសមាន sensor ប្រាប់យើងពេលចម្ងាយថានៅខ្វះប្រមាណសង់ទីម៉ែត្រខ្វះប្រមាណសង់ទីម៉ែត្រវាដល់ប៉ះនេះប៉ះនោះនឹងជាចំណុចល្អសម្រាប់បទពិសោធន៍ខ្ញុំវាចែងម្ដងគឺជាមានប្រព័ន្ធសម្រាប់រក្សាលំនឹងមានសុវត្ថិភាពមិនរេមិនងាកជួយឲ្យឡាននឹងយើងវាចែងអីផ្សេងមានទំនុកចិត្តហើយពេលកកស្ទះមិននឿយហត់ក្នុងការជន់ប្រាំងព្រោះមានប្រាំងអូតូយើងអាច set អូតូអាច set manual ទោះបីជាក់ស្ដែង manual ក៏ដោយគឺមិនចាំបាច់ប្រើកម្លាំងខ្លាំងទៅជន់សកត់ខ្លាចវាជ្រុលទៅមុខទៅក្រោយអីអត់ទេហើយតើតើនឹងកៅអីក្នុងការអង្គុយរងចាំកៅអីនោះមានផាសុខភាពមិនថាអង្គុយយូរក្តៅខ្នងអីអត់ទេមានន័យថាប្រព័ន្ធត្រជាក់នៅក្នុងឡានហ្នឹងជួយឲ្យគ្រប់កន្លែងដែលវាអាចត្រជាក់មិនថាអូត្រជាក់តែមុខខាងខ្នងបែកញើសក្តៅពិបាកអង្គុយអត់ទេហើយពេលដែលត្រូវភ្លៀងទៅធម្មតាពេលដែលយើងកកស្ទះភ្លៀងមកផងកញ្ចក់ស្អាតធ្វើឲ្យយើងនឹងមើលផ្លូវអត់ច្បាស់ប៉ុន្តែ D60 វាមានប្រព័ន្ធកាត់អាប់នៅលើកញ្ចក់អញ្ចឹងវាអត់បញ្ហាជើយើងមើលផ្លូវច្បាស់ទាំងភ្លើងអីកាត់ភ្លៀងពេលភ្លៀងខ្លាំងទៅយើងមើលផ្លូវអត់ឃើញទេប៉ុន្តែប្រព័ន្ធភ្លើងផងឡានមើលឃើញផ្លូវច្បាស់មួយវិញទៀតក្រៅពីការងារខ្ញុំក៏បានទៅប្រពតទៅកែទៅលេងដល់បូកូទៀតកន្លែងទលាយសម្រាប់បងក្មេងតូចអាយុត្រឹម10ឆ្នាំចុះក្រោមអីអង្គុយបានលើសពី7នាក់នៅក្នុងឡានជាក់ស្ដែងសរុបសមាជិក10នាក់ដល់នៅផាសុខភាពដល់ពេលដែលធ្វើដំណើរកៅអីក្រោយអាចបត់មកដើម្បីដាក់ឲ្យវ៉ាន់ធំបានទៀតជាពិសេសខ្ញុំសាកល្បងឡើងទៅលើភ្នំបូកូវាមាន option សម្រាប់យើងរើសចុះតួឡើងចំណោទគឺគ្រប់គ្រាន់សម្រាប់នៃការប្រើប្រាស់សម្រាប់ការ design វានឹងចូលក្នុងចំណោមណាក៏បានដែរមើលទៅឡានខ្ញុំការរចនាគេបាទល្អស៊ីវិល័យក្នុងចំណោមអ្នកធ្វើការក៏យើងអាចចូលបានក្នុងចំណោមអ្នករស់ស៊ីក៏យើងអាចចូលបានយកអ្វីយើងអាចចូលបានបើសិនជាយើងនិយាយអំពីផាសុខភាពទំនុកចិត្តក្នុងការបើកបរភាពស៊ីវិល័យបើយើងធៀបទៅ brand ផ្សេងយកតម្លៃ MG D60 ទៅទិញអ្វីដែលមាននៅក្នុង D60 ហ្នឹងអត់បានទេយើងត្រូវចំណាយយ៉ាងហោចណាស់លើសពីការចំណាយ 30% ទើបយើងបានអាកញ្ចប់ដែលខ្ញុំនិយាយបាញ់មិញមកសរុបខ្ញុំជួយផ្ដល់ចែកចាយនៅបទពិសោធន៍អ្នកដែលរកឡានទំនើបស៊ីវិល័យផ្ដល់ផាសុខភាពទំនុកចិត្តក្នុងការបើកបរទាំងការផ្ដល់សេវាកម្មអីផ្សេងខ្ញុំលើកទឹកចិត្តឲ្យទៅមើល MG ល្អមុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តកុំភ្លេចទៅ MG សិនពីព្រោះមាន option ជាច្រើនដែល offer ឲ្យអ្នកទាំងអស់គ្នាខ្ញុំគិតថាពេលដែលអ្នកទាំងអស់គ្នាទៅដល់ពិតជាជាប់ចិត្តដូចជាខ្ញុំដែរអរគុណ